nè nhé gel X và it's been a month right mặc khải là mờ nhé và anh ấy bạn tầm mà yếm ấy anh ấy hết và nắng cứ ăn hạp thì mà mình mờ từng đó cái khơi nhá đang gel Xพอខ្ញុំដែលបានធ្វើហ្នឹងណាប្រើកលូដែលផុសខ្ញុំពណ៌ទឹកក្រូចហ្នឹងបាទឥឡូវយើងដោះ gel X ចេញយើងបំពេញណាយើងប្រើក្របត្រៀលហ្នឹងគឺខៃមកគឺលឿនណាអាក្របត្រៀលសម្រាប់ដោះម្សៅសម្រាប់ដោះម្សៅអាពណ៌ green ណាចឹងអ្នកនរគ្នាធ្លាប់ប្រើគឺដឹងល្អប្រើណាស់ហ្នឹងណាហើយខៃមកស្រឡាញ់អត់ក្តៅដៃគេអត់ក្លាច់ដៃអត់និយាយទៅគឺវាអត់ឈឺដៃភ្ញៀវហ្មងហើយសម្រាប់ដោះចេញណាខ្ញុំខៃដោះចេញតែមួយផ្លេទេអានេះណាដោះចេញអត់បាច់ចាំទឹកត្រាំក៏បានដែរសម្រាប់ gel X បាទដោះចេញតែត្រៀលនឹងមួយមកគឺអេមហ្មងអញ្ចឹងមានតែត្រៀលនឹងមួយគឺដោះអត់ងាយក្តៅដៃគេហើយដោះលឿនទៀតបាទយើងសេរីដោះ gel នៅពីលើនឹងអស់មកហើយអាកន្លែងណាហើបឬក៏មិនហើបយើងខៃតាមនឹងប៉ុន្តែអាកលូខ្ញុំនេះកម្រហើបណាឲ្យតែអ្នកនរគ្នាសៀលបានល្អហើយប្រើជាមួយនឹង tip ដែលខ្ញុំលក់ហ្នឹងណាចឹងគឺល្អប្រើមែនទែនអាហ្នឹងហើយសម្រាប់យើងបំពេញយើងចង់បំពេញអីក៏បានដែរយើងចង់បំពេញតាម Builder Gel ឬក៏ជាមួយនឹង Nail Foam ជាមួយនឹង Polygel Hybrid Gel ឯងបំពេញតាមក្បួនយើងដែលយើងចង់បានមកប៉ុន្តែជំហានដំបូងយើងត្រូវដោះ Gel ចេញសិនហើយត្រៀលកន្លែងហើបឬក៏កន្លែងមានចន្លោះកន្លែងណាដែលវាហើបចឹងទៅយើងត្រៀលវាទៅដើម្បីបំពេញមកបានស្អាតល្អកុំឲ្យវាចូលទឹកណាចឹងកន្លែងហ្នឹងយើងត្រៀលយកអាត្រៀលហ្នឹងត្រៀលកន្លែងចន្លោះគ្រប់កន្លែងទាំងអស់ប៉ុន្តែទូទៅគឺ gel X យើងបិទបានស្អាតហើយអត់ហើបគល់ទេអញ្ចឹងកម្រនឹងហើបគល់យើងធ្វើទៅតាមក្បួនយើងដែលឃើញហ្នឹងមកហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ primer ចាប់ផ្ដើមដាក់ជំហានមួយដែលយើងចង់មកអញ្ចឹងសម្រាប់គ្រាប់ត្រៀលអ្នកនរគ្នាបើសិនជាអ្នកនរគ្នាទិញអាហ្នឹង10គ្រាប់គឺខ្ញុំថែមឲ្យមួយណាគ្រាប់ត្រៀលហ្នឹងណាហើយគ្រាប់ត្រៀលមានច្រើនប្រភេទសម្រាប់តម្រូវការនីមួយៗអ្នកនរគ្នាចូលចិត្តអញ្ចឹងអានេះគឺយើងធ្វើហើយយើងចាប់ផ្ដើមបោះចាប់ផ្ដើមហើយអញ្ចឹងសម្រាប់កញ្ចក់វែងអញ្ចឹងសម្រាប់កញ្ចក់វែងនៅពេលដែលយើងបិទក្លូនៅខាងចុងកញ្ចក់នៅពេលដែលកញ្ចក់ភ្ញៀវដោះមកគឺវាមានកម្រិតទូចមួយអញ្ចឹងប្រើក្លូរបស់ខ្ញុំដាក់នៅពីក្រោមអញ្ចឹងក្លូរបស់ខ្ញុំវាអត់កកខ្លាំងទេហើយក៏វាអត់ទន់ខ្លាំងដែរវាល្មមនឹងយើងបំពេញនៅខាងក្រោមនឹងគឺធ្វើឲ្យចន្លោះហ្នឹងគឺភ្ញៀវកុំឲ្យភ្ញៀវមានអារម្មណ៍ថាខ្ញុំធ្វើហើយគឺវាមានកម្រិតកំហងខ្លាំងអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺកន្លែងបិទប្រហោងហ្នឹងគាត់ប្រាប់អញឲ្យអូនខ្លួនឯងធ្វើបានមកគឺប្រើក្លូខ្ញុំគឺក្លូខ្ញុំប្រើស្រួលបែបអញ្ចឹងបិទមកខ្ញុំធ្វើឲ្យមើលឃើញទេបាទបិទមកយើងហាលធម្មតាមកហើយដល់ពេលយើងហាលហើយយើងចាប់ផ្ដើមដកដៃចេញមកវិញវារៀងស្អិតហើយយើងជូតជាមួយនឹងអាល់កុលធម្មតាជូតជាមួយអាល់កុលមកគឺបាត់ស្អិតហើយតែប៉ុណ្្នឹងគឺរួចជាការស្រេចអញ្ចឹងកន្លែងហ្នឹងហើយខ្ញុំស៊ូមឲ្យមើលដាក់តិចមកហើយរុញចុងជក់ចូលមកខាងក្នុងប្រហោងទូចចន្លោះកន្លែងកញ្ចក់ហ្នឹងតិចមកហើយបញ្ជាក់ណាក្លូរបស់ខ្ញុំអត់ក្រាស់ទេក្លូរបស់ខ្ញុំគឺស្ដើងណាស់កញ្ចក់ដាក់មកគឺស្ដើងស្អាតហ្មងបើសិនជាកញ្ចក់ខ្លីអ្នកនរដាក់អត់ឲ្យមានចន្លោះទេចន្លោះគឺដោយសារតែកញ្ចក់វែងគឺយើងមានចន្លោះហើយកញ្ចក់វែងក្លូប៉ុណ្ណាក៏ដោយក៏នៅតែមានចន្លោះដែរសម្រាប់កញ្ចក់វែងបាទអញ្ចឹងចង់បានក្លូបាទអត់មាន promotion ណា